ជំរាបសួរបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់វីដេអូថ្មីសម្រាប់វីដេអូនេះដែរខ្ញុំនឹងបង្ហាញបងប្អូនអំពីរបៀបនៃការបង្កើន view ទៅលើវីដេអូ live សម្រាប់បងប្អូនដែលប្រកបអាជីវកម្មលក់អនឡាញឬក៏បងប្អូនដែល live game ហើយបងប្អូនចង់ឲ្យវីដេអូ live stream របស់បងប្អូនមាន view ច្រើនបងប្អូនអាចធ្វើតាមវីដេអូនេះបានហើយសម្រាប់ការធ្វើនឹងដែរគឺអត់ពិបាកទេបងប្អូនគឺយើងគ្រាន់តែត្រូវការ link វីដេអូ live ណាមួយរបស់បងប្អូនយកទៅផាននៅក្នុង website គឺជាការស្រេចហើយសម្រាប់ការធ្វើនឹងដែរគឺខ្ញុំធ្វើនៅក្នុង website ខ្មែរ SMM បងប្អូនអាចចាំបាច់ភ័យបារម្ភថានៅពេលដែលបងប្អូនបានធ្វើការបញ្ជាទិញសេវាកម្មណាមួយដែលនៅក្នុង website នឹងហើយអត់ដំណើរការទេបងប្អូនគ្រប់សេវាកម្មទាំងអស់គឺសុទ្ធតែដំណើរការទាំងអស់បងប្អូនគឺខ្ញុំបានធ្វើការបញ្ជាទិញពីមុនមកគឺសុទ្ធតែទទួលបានលទ្ធផលទាំងអស់បងប្អូនអញ្ចឹងដើម្បីកុំឲ្យសាំញ៉ាំឬក៏វែងឆ្ងាយយូរយើងចូលមកធ្វើទាំងអស់គ្នាតែម្ដងជាដំបូងបងប្អូនអាចធ្វើការចូលទៅក្នុងវីដេអូ live របស់បងប្អូនសិនមកដើម្បីចូលទៅ copy link ជាមុនសិនឧទាហរណ៍ថាសម្រាប់ខ្ញុំគឺខ្ញុំចូលមកក្នុងវីដេអូ live បែបនេះបងប្អូនដើម្បីអាចធ្វើការ copy link វីដេអូ live នេះបានគឺបងប្អូនឃើញសញ្ញាព្រួយនៅខាងក្រោមហើយនៅខាងឆ្វេងដៃនឹងអត់បងប្អូនចុចទៅលើសញ្ញាព្រួយនឹងមកបន្តមកទៀតបងប្អូនបន្តមកស្ដាំដៃបន្តិចមកហើយចុចនៅលើពាក្យ copy link ដល់ពេលបងប្អូនបានធ្វើការ copy link ហើយបងប្អូនអាចចេញពីក្នុង live របស់បងប្អូនសិនមកដើម្បីចូលទៅក្នុង website វិញម្ដងសម្រាប់របៀបនៃការចូលទៅក្នុង website នឹងដែរគឺអត់ពិបាកទេបងប្អូនគឺយើងគ្រាន់តែចូលតាមរយៈ browser ណាមួយដែលបងប្អូនមានបើសិនជាបងប្អូនមាន Safari បងប្អូនក៏អាចចូលតាមរយៈ Safari ហើយបើសិនជាបងប្អូនមាន Chrome បងប្អូនក៏អាចចូលតាមរយៈ Chrome ហើយមួយទៀតបងប្អូនក៏អាចចូលតាមរយៈ Google បានដូចគ្នាសម្រាប់វីដេអូនេះដែរគឺខ្ញុំនឹងចូលតាមរយៈ Chrome មកបងប្អូនតមកទៀតបងប្អូនគ្រាន់តែសេចពាក្យថាខ្មែរ SMMអូខេបងប្អូនចុចពាក្យ go នៅខាងក្រោមនឹងមកហើយនៅខាងលើនេះដែរគឺជា link ចូលទៅក្នុង website របស់យើងបងប្អូនអញ្ចឹងបងប្អូនធ្វើការចុចនៅតាម link នឹងមកដើម្បីចូលទៅក្នុង website របស់យើងផ្ទាល់តែម្ដងសម្រាប់ website របស់យើងគឺមានទម្រង់បែបនេះបងប្អូនសម្រាប់បងប្អូនដែលបានធ្វើការចុះឈ្មោះចូលទៅក្នុង website ហើយនៅពេលដែលបងប្អូនចុចនៅតាម link មុននឹងចេញជាផ្ទាំង website បែបនេះមកឲ្យបងប្អូនប៉ុន្តែសម្រាប់បងប្អូនដែលអត់បានចុះឈ្មោះចូលទៅក្នុង website ទេបងប្អូនក៏អាចធ្វើការចុះឈ្មោះចូលទៅក្នុង website ដើម្បីអាចប្រើប្រាស់សេវាកម្មដែលមាននៅខាងក្នុង website នេះបានណាបងប្អូននៅក្នុង website នេះដែរគឺយើងមានសេវាកម្មជាច្រើនដែលបងប្អូនអាចធ្វើការជ្រើសរើសប្រើប្រាស់បានទៅតាមតម្រូវការរបស់បងប្អូនប៉ុន្តែសម្រាប់វីដេអូនេះដែរខ្ញុំនឹងបង្ហាញបងប្អូនទាក់ទងជាមួយនឹងសេវាកម្ម Facebook Live ណាបងប្អូនអញ្ចឹងជាដំបូងបងប្អូនចុចនៅលើ logo Facebook Live នឹងមកបងប្អូនអស់មកក្រោមបន្តិចមកដើម្បីចុចនៅកន្លែង category នេះនៅត្រង់កន្លែងនេះដែរគឺយើងមានជម្រើសសេវាកម្មជាច្រើនសម្រាប់ឲ្យបងប្អូនជ្រើសរើសគឺយើងមានដល់ទៅ18សេវាកម្មបងប្អូនសម្រាប់សេវាកម្មទាំងអស់នឹងដែរបងប្អូនពេញចិត្តនៅសេវាកម្មមួយណាបងប្អូនអាចធ្វើការជ្រើសរើសនៅសេវាកម្មមួយនឹងបានបើសម្រាប់ខ្ញុំគឺខ្ញុំនឹងធ្វើការជ្រើសរើសសេវាកម្មដែលនៅខាងលើគេនេះបងអស់គឺ Facebook Live Stream Server 1ណាបងប្អូនចំណុចបន្ទាប់មកទៀតបងប្អូនមើលនៅកន្លែង service សម្រាប់កន្លែង service នឹងដែរគឺបងប្អូនធ្វើការជ្រើសរើសសេវាកម្មមកតង់ទៀតនៅក្នុងនេះដែរគឺយើងមានសេវាកម្មជាច្រើនដែលបងប្អូនអាចធ្វើការជ្រើសរើសប្រើប្រាស់បានទៅតាមតម្រូវការរបស់បងប្អូនផ្ទាល់សម្រាប់សេវាកម្មទាំងអស់នឹងដែរគឺយើងមានចាប់ពីសេវាកម្មដែលមានតម្លៃធូរថ្លៃរហូតដល់សេវាកម្មដែលមានតម្លៃខ្ពស់បងប្អូនសម្រាប់សេវាកម្មដែលមានតម្លៃកាន់តែថ្លៃគុណភាពរបស់សេវាកម្មនឹងក៏កាន់តែល្អណាបងប្អូនឃើញចំនួន15នាទី30នាទី45នាទី60នាទីនឹងអត់សម្រាប់កន្លែងនឹងដែរគឺមានន័យថានៅពេលដែលបងប្អូនធ្វើការបញ្ជាទិញទៅលើសេវាកម្មណាមួយឧទាហរណ៍ថាបងប្អូនធ្វើការបញ្ជាទិញទៅលើសេវាកម្មដែលមានចំនួន15នាទីគឺមានន័យថានៅពេលដែលបងប្អូនបានធ្វើការបញ្ជាទិញឬក៏ធ្វើការចុច submit ហើយនោះសេវាកម្មនឹងចាប់ផ្ដើមដំណើរការអញ្ចឹង view នឹងនៅថេររយៈពេល15នាទីណាបងប្អូនសម្រាប់សេវាកម្មផ្សេងទៀតក៏ដូចគ្នាដែរណាបងប្អូនគឺ view នឹងនៅថេររយៈពេល30នាទី45នាទី60នាទីអាស្រ័យទៅលើសេវាកម្មដែលបងប្អូនបានធ្វើការជ្រើសរើសអញ្ចឹងសម្រាប់សេវាកម្មទាំងអស់នឹងដែរបងប្អូនពេញចិត្តនៅសេវាកម្មមួយណាបងប្អូនអាចធ្វើការជ្រើសរើសនៅសេវាកម្មមួយនឹងបានបើសម្រាប់ខ្ញុំគឺខ្ញុំនឹងធ្វើការជ្រើសរើសសេវាកម្មដែលនៅខាងលើគេនេះបងអស់គឺសេវាកម្មដែលមាន ID code 4668 Facebook Live Stream View Stay 15មីនិតដែរបងប្អូនសម្រាប់សេវាកម្មនេះដែរគឺបងប្អូនរងចាំរយៈពេល8នាទីបន្ទាប់ពីបងប្អូនបានធ្វើការចុច submit ហើយនោះនឹងដឹងលទ្ធផលហើយបងប្អូនចំណុចបន្ទាប់មកទៀតបងប្អូនមើលនៅកន្លែងប្រអប់ link សម្រាប់ប្រអប់ link នឹងដែរគឺខ្ញុំនឹងធ្វើការផាស link ដែលខ្ញុំបាន copy ពីដើមវីដេអូមកបងប្អូនសម្រាប់បងប្អូនដែលអត់បាន copy link ទេបងប្អូនក៏អាចចូលទៅក្នុងវីដេអូ live របស់បងប្អូនហើយបន្ទាប់មកទៀតបងប្អូនធ្វើការ copy link ដើម្បីយកមកផាសនៅក្នុង website នេះវិញណាបងប្អូនសម្រាប់របៀបនៃការផាស link នឹងដែរគឺអត់ពិបាកទេបងប្អូនគឺយើងគ្រាន់តែសកត់ទៅលើប្រអប់ link នោះនឹងរត់អក្សរផាសមកឲ្យបងប្អូនអញ្ចឹងបងប្អូនចុចទៅលើអក្សរផាសនឹងទៅគឺបងប្អូនអាចផាស link នឹងបានហើយចំណុចបន្ទាប់មកទៀតបងប្អូនមើលនៅកន្លែង quantity សម្រាប់ quantity នឹងដែរគឺបងប្អូនធ្វើការដាក់ចំនួន view ដែលបងប្អូនចង់បាននៅត្រង់កន្លែងនឹងដែរគឺបងប្អូនអាចដាក់បានចាប់ពី20ទៅដល់20000 view បងប្អូននៅក្នុងចន្លោះតួលេខនឹងដែរបងប្អូនចង់ដាក់ប៉ុន្មានក៏បានដែរអាស្រ័យទៅលើតម្រូវការរបស់បងប្អូនផ្ទាល់ប៉ុន្តែបងប្អូនត្រូវចាំថាបងប្អូនអាចដាក់តិចបំផុតគឺត្រឹម20និងច្រើនបំផុតគឺត្រឹម20000 view បងប្អូន
អញ្ចឹងនៅត្រង់កន្លែងហ្នឹងដែលឧទាហរណ៍ថាខ្ញុំដាក់ចំនួន20 view បងប្អូនបន្ទាប់ពីបងប្អូនបានដាក់នៅចំនួនដែលបងប្អូនចង់បានហើយបងប្អូនមើលបន្តនៅកន្លែងឆាតសម្រាប់កន្លែងឆាតហ្នឹងដែរគឺវានឹងធ្វើការគិតលុយស្រាប់ៗឲ្យបងប្អូនតែម្ដងថានៅពេលដែលបងប្អូនដាក់ចំនួនប៉ុណ្ណេះតើបងប្អូននឹងត្រូវចំណាយលុយអស់ប៉ុន្មានណាបងប្អូនប៉ុន្តែសម្រាប់កន្លែងឆាតហ្នឹងដែរគឺវាអត់នៅដដែលទេបងប្អូនគឺវានឹងមានការប្រែប្រួលទៅតាមចំនួន view ដែលបងប្អូនបានដាក់នៅខាងលើឧទាហរណ៍ថាបងប្អូនដាក់ចំនួនលើសពី20បងប្អូនដាក់ចំនួន40 50 100ឬក៏ 1k អីចឹងបងប្អូនអញ្ចឹងនៅកន្លែងឆាតហ្នឹងដែរគឺវានឹងប្រែប្រួលទៅតាមនឹងដែរណាបងប្អូនតទៅពីបងប្អូនបានធ្វើការដាក់នៅចំនួនដែលបងប្អូនចង់បានអស់ហើយបងប្អូនគ្រាន់តែពិនិត្យមើលនៅសេវាកម្មដែលបងប្អូនបានធ្វើការជ្រើសរើសនៅខាងលើហ្នឹងថាត្រឹមត្រូវអស់ហើយឬនៅបងប្អូនពិនិត្យមើលនៅកន្លែង category service link quantity ថាត្រឹមត្រូវអស់ហើយឬនៅបើសិនជាចំណុចទាំងអស់ហ្នឹងត្រឹមត្រូវអស់ហើយបងប្អូនធ្វើការចុចនៅលើពាក្យ submit នេះមកប៉ុន្តែសម្រាប់ខ្ញុំនៅក្នុងវីដេអូនេះដែរគឺខ្ញុំអត់បានធ្វើការចុច submit ឬក៏ធ្វើការបញ្ជាទិញទេបងប្អូនគឺខ្ញុំគ្រាន់តែបង្ហាញបងប្អូនអំពីរបៀបនៃការទិញ view live បងប្អូនហើយសម្រាប់បងប្អូនដែលបានធ្វើការបញ្ជាទិញឬក៏ធ្វើការចុច submit នោះនឹងលោតជាវិក័យប័ត្រមួយមកបងប្អូននៅត្រង់កន្លែងនេះសម្រាប់វិក័យប័ត្រនឹងដែរគឺមានន័យថាការបញ្ជាទិញរបស់បងប្អូនគឺត្រូវបានទទួលយកហើយសម្រាប់សេវាកម្មនឹងដែរគឺបងប្អូនរងចាំរយៈពេល8នាទីបន្ទាប់ពីបងប្អូនបានធ្វើការចុច submit ហើយនោះនឹងលទ្ធផលឲ្យបងប្អូនហើយនៅពេលដែលសេវាកម្មចាប់ផ្ដើមដំណើរការ view នឹងនៅថេររយៈពេល15នាទីណាបងប្អូនហើយសម្រាប់វីដេអូអំពីរបៀបនៃការទិញ view live stream ក៏បញ្ចប់តែត្រឹមហ្នឹងសម្រាប់បងប្អូនដែលអត់ទាន់នៅត្រង់ចំណុចណាទេបងប្អូនក៏អាចត្រឡប់ទៅមើលវីដេអូពីដើមមកវិញបានណាបងប្អូនហើយក៏សូមអធិស្ឋានបងប្អូនទាំងអស់គ្នាចំពោះពាក្យសម្ដីលើសលួសឬក៏មិនសមរម្យនៅត្រង់ចំណុចណាឬក៏សម្ដីរំខានណាមួយសូមអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការទស្សនាជួបគ្នានៅវីដេអូក្រោយ